កសិករយើងអីមិនស្រែកថាខាតអីមិនស្រែកថាជ្រូកចុះថ្លៃបើគាត់ចិញ្ចឹមជ្រូកយកជ្រូកទៅលក់បើនិយាយលក់ជ្រូករស់ដូចគ្នាគាត់ចាញ់គេបាត់ត្រង់ថាគាត់ចិញ្ចឹមជ្រូកលក់ជ្រូកគាត់ចិញ្ចឹមអត់មានបាត់ជាតិអត់មានត្រជាក់ទៀតគាត់ចិញ្ចឹម160 170ថ្ងៃទៅដល់ក្រុមហ៊ុនគេចិញ្ចឹមតែ150 155ថ្ងៃប្រើពេលវេលាខ្លីជាងគឺអាតម្លៃផលិតនោះវាទាបជាងកសិករគាត់ចិញ្ចឹមជ្រូកគាត់លក់ជ្រូកតែល្វីលមិញនិយាយអត់អស់ដល់យើងនេះចិញ្ចឹមជ្រូកចាប់ផ្ដើមយកជ្រូកទៅដាក់ក្នុងទ្រុងយើងចាប់ផ្ដើមយកផលចំណេញពីអាចជ្រូកដោយយកអាចជ្រូកមកផលិតជាអគ្គិសនីប្រើប្រាស់ទាំងអស់ជ្រូកដេកម៉ាស៊ីនត្រជាក់ហ្នឹងគឺដោយសារតែអាចរបស់វានឹងឯងហើយអាចវាដែលកាកសំណល់សល់ពីផលិតទៅជា biogas ទៅជាអគ្គិសនីហ្នឹងកាកសំណល់វាហ្នឹងយើងបាវាយកមកយកទៅចូលរោងចក្រក៏បានឬក៏សិប្បកម្មក៏បានកែច្នៃទៅជាជីយកមកដាក់ឈើហូបផ្លែឬក៏ដាក់ដើមឈើអីវិញបានទាំងអស់តែបើកសិករគាត់ចិញ្ចឹមជ្រូកគាត់ចំហដាក់ទៅក្នុងស្រះហ្នឹងហើយគេជាបន្តិចបដាសាស្អុយទៅគេតែឯងអញ្ចឹងបង្ហោះ Facebook ខាងសារព័ត៌មានមួយចំនួនក៏មានសរសេរដែរអាណាគេចិញ្ចឹមជ្រូកស្អុយគេជាហុយដីនោះហើយដល់ពេលអានេះមិនបានទៅដល់ឈរហ្នឹងកុំឲ្យមានធំក្លិនបន្តិចដោយសារតែក្រុមហ៊ុនគេបានការពារបរិស្ថានក្រោមដីនិងបរិស្ថានលើដីសួរបរិស្ថានក្រោមដីការពារយ៉ាងម៉េចគេមិនឲ្យមានជំរាបទឹកអាចជ្រូកនឹងចូលទៅក្រោមដីទេគេយកតង់ផ្លាស្ទិកទៅក្រាលកុំឲ្យជំរាបហើយគេគ្របពីលើទៀតដើម្បីយកហ្គាសវានឹងយកមកដុតទៅជាអគ្គិសនីនេះអញ្ចឹងក្រុមហ៊ុនភ្លាមឡើងគេយកចំណេញពីអាចជ្រូកនឹងបាត់ទៅហើយកសិករយើងអីមិនស្រែកថាខាតអីមិនស្រែកថាជ្រូកចុះថ្លៃបើគាត់ចិញ្ចឹមជ្រូកយកជ្រូកទៅលក់ហើយដល់តែវានិយាយរឿងថាយើងកែច្នៃសាច់អាហ្នឹងវារឿងមួយដែលឡៃទេប៉ុន្តែបើនិយាយលក់ជ្រូករស់ដូចគ្នាគាត់ចាញ់គេបាត់ត្រង់ថាគាត់ចិញ្ចឹមជ្រូកលក់ជ្រូកអញ្ចឹងគាត់សង្ឃឹមណាចិញ្ចឹមជ្រូកលក់ជ្រូកហើយគាត់ចិញ្ចឹមអត់មានបាត់ជាតិអត់មានត្រជាក់ទៀតគាត់ចិញ្ចឹម160 170ថ្ងៃទៅដល់ក្រុមហ៊ុនគេចិញ្ចឹមតែ150 155ថ្ងៃឆាប់បានលុយជាងដល់ពេលឆាប់ជាងប្រើពេលវេលាខ្លីជាងគឺចំណាយទុនវាតិចជាងអញ្ចឹងអាតម្លៃផលិតនោះវាទាបជាងអញ្ចឹងអ្នកអត់ដឹងចេះស្រែករឿងជ្រូកចុះថ្លៃជ្រូកចុះថ្លៃហ្នឹងទៅឧទាហរណ៍ធ្វើស្រែគេធ្វើស្រែខ្ញុំនិយាយកម្ពុជាក្រោមទៅមើលជាក់ស្ដែងកម្ពុជាក្រោមធ្វើស្រែមួយឆ្នាំ2ទៅ3ដងម្ដង10តោនកំណត់ថា10តោនឲ្យបានយ៉ាងហ្មងដល់យើងមានធ្វើស្រែណាបាន10តោនដល់បានតិចកាន់តែតិចតម្លៃផលិតកាន់តែខ្ពស់ដល់អញ្ចឹងដល់លក់ទៅថាស្រូវចុះថោកអាហ្នឹងវាអញ្ចឹងចង់និយាយប្រាប់ថ្ងៃហ្នឹងឲ្យដឹងព្រោះខ្ញុំស្អីមិនជាក់ស្ដែងខ្ញុំអត់ហ៊ាននិយាយទេហើយបើនៅកន្លែងនៅតំបន់នេះមិនសូវធ្វើស្រែទេខ្ញុំនិយាយនៅចិត្តឡូរីសែនជ័យខ្ញុំធ្វើស្រែដូចគ្មានស្រែណាបានលើសពី3តោនមានតែ1តោនអីហ្នឹង1តោន500 1តោន600ប៉ុណ្ណឹងហើយដល់អញ្ចឹងអាតម្លៃផលិតហ្នឹងវាខ្ពស់ហើយទៅនិយាយប្រាប់គាត់ថាអញចិញ្ចឹមក្បាលឲ្យរស់ហើយមិនបាច់មកនិយាយមកអញការពិតគាត់រស់តែចឹងប៉ុន្តែរស់តែប៉ុណ្ណឹងវាអត់មានស្អីទេតែគាត់ថាយើងប្រាប់គាត់ថាតម្លៃផលិតណាដែលអញមិនដែលគិតស្អីទេអញធ្វើតែខ្លួនអញចឹងទៅចេះតែទៅចឹងទៅ